ក្នុងឆ្នាំ2025ក្រសួងបរិស្ថានសម្រេចការងារបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិបានចំនួន1000បង្គោលដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព ในឆ្នាំ2025អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន1000បង្គោលដែលនៅក្នុងឆ្នាំ2026នេះអគ្គនាយកដ្ឋានគ្រងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន1000បង្គោលបន្ថែមទៀតក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិបើតាមក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី13ខែមករានេះបានបញ្ជាក់ថាក្រសួងមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន15759បង្គោលដើម្បីជំរុញការចុះបញ្ជីដីរដ្ឋនិងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពយ៉ាងណាមិញបច្ចុប្បន្នក្រសួងសម្រេចបានការបោះបង្គោលសរុបចំនួន3600បង្គោលដែលនៅសល់ចំនួន12119បង្គោលទៀតដែលត្រូវបោះនៅក្នុងឆ្នាំបន្តបន្ទាប់ដែលទាក់ទងទៅនឹងការកំណត់និងបែងចែកតំបន់គ្រប់គ្រងបច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន73តំបន់គ្របដណ្ដប់លើផ្ទៃដីទំហំជាង7លានហិកតាស្មើនឹង41%នៃផ្ទៃដីសរុបរបស់ប្រទេសតំបន់ការពារធម្មជាតិត្រូវបានបែងចែករួមមានឧទ្យានជាតិមានចំនួន9តំបន់ឧទ្យានជាតិសមុទ្រមានចំនួន2តំបន់ដែនជម្រកសត្វព្រៃមានចំនួន18តំបន់តំបន់ការពារទេសភាពមានចំនួន14តំបន់តំបន់ប្រើប្រាស់ច្រើនយ៉ាងមានចំនួន11តំបន់តំបន់រ៉ាមសាមានចំនួន5តំបន់និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន14តំបន់គូរំលឹកជូនថាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានបានដាក់ចេញសសរស្តម្ភទី2គឺភាពបៃតងដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិនិងឆ្ពោះទៅព្យាក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ2050តាមរយៈភាពបៃតងនេះក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិពង្រីកគម្របព្រៃឈើជាតិនិងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្រមបរិស្ថាននិងធនធានធម្មជាតិព្រមទាំងបទបញ្ញត្តិនានាជាធរមានមិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិឡើយអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានសួរបងសួរអំពីសេវាកម្មមលួសពីអតិថិជនដែលគាត់ធ្លាប់គាត់មលួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីច្បល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀបណា